เอาไว้ได้ทัวร์เนี่ยខ្ញុំដាក់ចិត្តខ្លាំងគឺក្តីស្រឡាញ់ចង់បដិបណ្ដាมันមានអីឲ្យកូនសោះទេតែចង់ឲ្យគាត់មានចំណេះដឹងមានសិលធម៌មានគំនិតអប់រំល្អអូអូវាខ្វាក់ការផ្សេងប៉ុណ្ណឹងហើយបដិបណ្ដាកូនឲ្យចាប់12បងបើអ្នកគ្រូផ្សេងក៏ឲ្យកូនទៅថៃហើយគឺតែគ្រូនេះទៅបានទីទួយដែរបាទតែបើសិនតែបានរៀនទៅដូចជាนึกថាភ្លឺណាបាទភ្លឺយើងភ្លឺពីនេះភ្លឺទៅមុខនៅតែព្យាយាមលះបង់គ្រប់បែបយ៉ាងដើម្បីឲ្យសិស្សនិស្សិតមានគំនិតល្អជួយខ្លួនឯងបានទៅមុខបងអ្នកគ្រូអត់កាយទេអ្នកគ្រូស្លូតគាត់យកចិត្តទុកដាក់នឹងសិស្សហើយបញ្យល់ឲ្យយល់បើយកអត់យល់ទេគាត់នៅតែធ្វើយល់ធ្វើឲ្យខ្ញុំហ្នឹងសប្បាយចិត្ត Sir Chantry is a contract teacher at Kariwon Primary School in Konkril Commune in Samraung City of Adalminjay Province. For as long as she can remember, standing in front of the classroom and teaching children has been her dream. To Chantry, teaching is more than a profession. It is a chance to inspire young minds, nurture confidence, and help save the new generation of citizens. បានចាប់ផ្ដើមស្រឡាញ់យូរហើយបងដាក់កិច្ចសន្យាដាក់គ្រូគ្រប់ខណ្ឌអត់ចូលដោយសារតែលទ្ធភាពយើងរៀនមិនទាន់ដល់អាចថាខ្វះចំណេះដឹងទៀតបាទដល់ពេលគ្រូកិច្ចសន្យាដាក់ម្ដងហើយជាប់តែចិត្តស្រឡាញ់ដាក់ទៀតដាក់ច្រើនដងទម្រាំតែជាប់ទម្រាំបានជាប់អស់មែនទែនអ្វីដែលធ្វើនេះខ្ញុំដាក់ចិត្តខ្លាំងគឺក្តីស្រឡាញ់ចង់បដិបណ្ដាมันមានអីឲ្យកូនសោះទេតែចង់ឲ្យគាត់មានចំណេះដឹងមានសិលធម៌មានគំនិតអប់រំល្អហើយចង់កាលណាតាក្នុងនាមយើងជាគ្រូបដិបណ្ដាសិស្សបានល្អសិស្សមានការអភិវឌ្ឍល្អប្រទេសជាតិយើងក៏រីកចម្រើនទៅតាមហ្នឹង As the eldest children in her family, her past has never been easy. When she was just a few months old, her father lost both of his eyes in a landmine explosion. The tragedy changed the course of the family life forever. កាលនោះខ្ញុំកើតបាន96 1996ឬគាត់និយាយថាមានសល់ពីសម័យហ៊ុនតាក់ហើយទៅប៉ាគាត់ទៅលេងស្រុកត្រមីនអូចឹងធ្វើឲ្យគាត់ពិការភ្នែកពីពេលនោះមុនដំបូងដាច់ដៃឆ្លងនាឡិកាហើយឆ្លងទៅភ្នែកខាងគេខ្វះក្របភ្នែកចាញ់នឹងទៀមតែអរគុណគាត់មែនទែនគាត់បណ្ដោះបណ្ដាលកូនណាបងបាទការផ្សេងប៉ុណ្ណឹងហើយបណ្ដោះបណ្ដាលកូនឲ្យចាប់12បងបើអ្នកគ្រូផ្សេងក៏ឲ្យកូនទៅថៃហើយប៉ុន្តែសម្រាប់ម៉ាក់ហើយប៉ាខ្ញុំបដូរការងារគ្នាម្ដងប៉ាបដូរតែជាមនុស្សស្រីដាំអាយទៅមកហូបវិញណាបងបាទមកឲ្យជ្រូកឯងក៏ធ្វើបានទាំងអស់បាត់តែគាត់អត់មានគ្រប់ភ្នែកមែនប៉ុន្តែម៉ាក់បដូរទៅជាបរោះមេគ្រូសាបរោះចាកាប់ជួងកិលគាត់ចាត់ដើមទឹមគោឲ្យគាត់ជួខ្លួនឯង Konkril Commune, where Chantry lives and teaches, is one of the areas affected by the border conflict. She was in the middle of classroom with her student when fighting erupted along the border. In that moment, she witnessed firsthand how conflict affects children. Beyond the immediate danger, many students were left frightened and uncertain. For some, the fear lingered long after the sound of gunfire subsided, leaving emotional wounds that may take years to heal. ស្លន់ស្លោចូលមកកាន់តែខ្លាំងស្បីតើគាត់មករៀនក្រោយសង្គ្រាមនេះក៏នៅតែបងរៀនគាត់នៅតែមានអារម្មណ៍ភ័យខ្លាចចឹងមករៀនគាត់ពិបាកក្នុងការជ្រាបចូលការផ្ចង់អារម្មណ៍ក៏ពិបាកដែរចាតែតោះនឹងការផ្ចង់អារម្មណ៍គាត់គឺមានតិចបំផុតក្នុងការសិក្សា
Her father, Run Sud, a former soldier, found it difficult to come to terms with his disability. Unable to work as he wanted, he could no longer provide for the family. Fell largely on Chantria's mother, who took on farming and other labor-intensive jobs to keep food on the table and her children in school. As financial hardship deepened, every family member had to contribute. Determined not to let poverty stand in the way of her education, Chantria worked while studying for her degree. The money she earned not only supported her own study, but also helped her younger brother and sister continue their own. 3 អ្នកផ្សេងទៀតគិតនៅតែបន្តឲ្យកូនចង់រៀនអត់ឲ្យកូនឈប់ទេបងអត់ចឹងណាក៏ដោយខ្ញុំសុំសរសើរទឹកចិត្តបងប៉ាម៉ាក់ខ្ញុំមែនទេគិតឲ្យប្អូនទី2ទៅរៀនអាពេលខ្ញុំតបំពេញបងប្អូនទី3ខ្ញុំត្រូវផ្អាកការសិក្សាមួយឆ្នាំដោយសារទី1អត់មានលទ្ធភាពរលួយឲ្យខ្ញុំមិនច្រើនទេគាត់ផ្ញើឲ្យមួយខែតែ 100000 ទេបងកាល 2015 16អាចថាសម្រាប់ម៉ាក់ប៉ាខ្ញុំគឺច្រើនតែសម្រាប់ពេលយើងចាយវានៅនោះគឺខ្វះខាតច្រើនដល់ពេលប្អូនខ្ញុំឈប់ឯណាដល់ពេលខ្ញុំចប់ឯនោះខ្ញុំប្រងរៀនតខ្ញុំថាមួយឆ្នាំ1000ជាងសួរសាលាផ្សេងខ្ញុំអត់មានលុយទេអត់មានលទ្ធភាពទេអញ្ចឹងខ្ញុំឈប់ខ្ញុំធ្វើការខ្ញុំរលួយឲ្យប្អូនខ្ញុំមួយខែ$20 $10ឲ្យប្អូនខ្ញុំរៀនគួរអត់ច្រើនទេបងប៉ុន្តែយើងបងផ្ទះជួលបងអីហ្នឹងគឺច្រើនពេលឲ្យប្អូនខ្ញុំរៀនតទៀតប្អូនស្រីទី3ហ្នឹងគាត់រៀនតបានចប់12ហើយក៏រកការងារធ្វើដោយខ្លួនឯងមក Much of her childhood was spent under the care of her grandmother while her parents struggled to rebuild their life. ពេលដែលលឺថាចាប់ជាគ្រូបរិញ្ញាភ្លាមសម្រាប់យាយខ្ញុំចាប់គ្រូបរិញ្ញាហើយតអបទៅថៅគាត់ថាអូយមែននេះមកអបថៅអីចាតែគាត់អៀនគាត់ប៉ុន្តែអារម្មណ៍សុបាយខ្លាំងគាត់ក៏សុបាយដែរដូចគាត់យកអំបោះដៃមកចង់ឲ្យយើងថាជួយពរចាប់ដល់រហូតចាណាបានមួយខែម៉ែអោយយាយតាដល់ចាដើរពីជ្រៀកចាបងតាមទឹកដោះពីជ្រៀកហើយយាយអ្នកណាគេអ្នកដែលគាត់ធ្វើម្ហូបបាយទឹកជូនគាត់ប្អូនម៉ាក់ប៉ាគាត់តែដេកនៅខ្ទមហ្មងរៀបសួរយាយសុខសប្បាយយាយសុខសប្បាយទេយាយសុខសប្បាយអូនយាយបាក់ជូនអូកើតអីចុះយាយប្រហែល2ឆ្នាំមុនក្មេងស្ទាវគាត់បើកម៉ូតូបបោបាក់ជើងបញ្ជូនដល់បាត់ដំបងអត់ដកដែរទេបងអត់មានលុយដកអូយើងត្រូវវេះយកដែរវិញចាគាត់10ឆ្នាំហើយគាត់ឈឺថ្ងៃខ្លះហើមមកប៉ុណ្ណឹងហើយបងហាមធំណាស់បាទតែដឹងធ្វើម៉េចបងត្រឹមសប្បាយចិត្តអត់បានចៅជាគ្រូបង្រៀនសប្បាយហើយបងដោយ៉ាងណាយីរៀនឈប់រៀនខាងរៀនខាងណាយីអូដែលវ៉ាកង2ខែអត់បានបើកលុយបើđâyចៅមើលវ៉េះលឹកក្រូចយាយដែរដែលក្រូចយាយទៅលក់ឲ្យបានចាយតើយីថាណាយីអូវាខ្វាក់តាំងពីប៉ាខ្ញុំខ្វាក់មកខ្ញុំនាំមកយាយរហូតឮថាពេលហ្នឹងខ្ញុំឈឺបងរាស្គមហើយទៅម៉ាក់កាត់ម៉ែឲ្យម៉ែមកកាត់ឲ្យម៉ែដោះយាយម៉ែដោះយាយតាំងពីទូចអាចនោមលឺយាយតាំងពីទូចបងក្រងយាយចឹងយាយជាណាត់ជាបាជាម្ដាយពុកជំនួសឲ្យម្ដាយប្រកាសចាបងតើណាក៏តជាមួយគាត់តរៀនក៏បានលុយយាយចាយយាយឲ្យចាយបង We traveled to meet Chantria's father, who lived
in a small farming cottage several kilometers away from home. Living mostly on his own, he finds comfort in the quiet surrounding. Moments spent in nature have calmed his mind and eased his thoughts. He only returns home a few times every several months, usually for family gathering. Here at the cottage, he spends his day helping his wife with farming and raising animals, doing what he can to contribute to the family livelihood. Bạn na tôi rồi nó thằng một bản này sụp bị từng bộ từ thằng bản nó xiêm điệp nó lấyเป็ดnhúng lăng tôi lừa kia có buổi nhúng lăng lừa tạm lấy trong tơ lô tơ liệm mồ bà su trầm ta phát mồi thì ní nó khơi cồn bà khơi cồn mùi đấy nó khơi cồn bà cái đặt đạch bà ประปนพองไอ้พ cồn อง hoàng nó khơi cồn nó khơi là lại nó cồn bà ta su thầu ต่อสู้ tập máu nó sừng kiềm nó lời trời tập บาดกาวเจียงบาด nó sừng kiềm tam nên nó lời mày khom nó ta trôi rụp rùm nào còn nó บาดប៉ុន្តែពេលដែលអ៊ំចាប់ផ្ដើមជីវិតថ្មីដែលយើងជួបបញ្ហាប្រឈមពេលនោះអ៊ំស្រីត្រឡប់ទៅជាអ្នកមេគ្រួសារវិញមែនអ៊ំ bà tập thêm micro xả thứ sẽ chừng cao rồi đâm nên từ nào là muốn sống đây kia thằng nó xìm điệp là ta xìm điệp nó cơ tế ta rung nó mồ ru khang mè bà mồ mè này cái men bong pôn cái chân rộ còn bà bong pôn chín bà cái chân rộ thôn clone nó cho mày mè cái lẩu បាទអុយមកពេលនោះមកគឺមិននៅជាមួយអ៊ំស្រីជាម្ដាយក្មេក bà តរហូតមកដល់ហើយ hốt nó sắp ngày này để hoàn toàn nạt បាទអង្ការនោះអ៊ំគិតថាចង់ឲ្យកូនធ្វើអីពេលដែលយើងមានកូនមកមួយពីរយើងទៅយើងចាប់ផ្ដើមគិតពីអនាគតគាត់អ៊ំគិតថាធ្វើម៉េចចង់ឲ្យកូនរៀនអីធ្វើអី chẳng là con thì là chấm năng hoặc con cho thôi cho con chẳng thôi các con thôi thì họ tháo ôi tê không ai bây giờ bị dặm nó បាទ không thì là phẩm nong ở trong con thừa trong ấy phần nào tôi mình ruiจากluôn dương បាទ con mình là tập hiệu và thơ cru thôi thì sao បាទ chết chẳngจากluôn ấy ការដើមឡើយចង់ឲ្យធ្វើអីអ៊ំបើអត់សើយើងអត់ធ្លាក់ខ្លួនពីការអីចឹងធ្លាប់គិតពីដំបូងការមានកូនដំបូង chẳng là thơ cru thì ចង់ធ្វើគ្រូណា chẳng là con ăn được phần riêng gì đó nó khơi là con phần riêng nó để riêng nó cứ để luôn này cho bạn đi tít tôi đây បាទ ถ้าบอกเส้นจากปันเรียนแล้วโดยจะนึกถ้าพลื้นะพลื้ยิงพลื้ปีนี้พลื้ตัวมุกเลย សូ แต่ មភ្លឺជីវិតគេ หน่อยพลื้ชีវិตเกย์ได้ยิงพลื้ชีวิตยืงได้ បាទបាទ แต่เจ็ดตัวมุกนั้นคือเคยยันใจ បាទ อันจังอ้อยคนเรียนจังอ้อยคนแต่ต้องจังอ้อยคนย่อมจังอ้อยคนลงวงเตะแต่ไปมีหมอ បាទ คือแต่จังอ้อยคนแจกปันนั้นได้ที่ไม่บอกคนเวียวันเราปันเห็น បាទ Today, Chandriya continued to teach as a contract teacher, dedicated to her students despite an uncertain future. Becoming a permanent teacher remained a challenge for her. ខ្ញុំការងារដែលខ្ញុំឆ្លាញ់បទពិសោធន៍បទតមុខទៀតខ្ញុំមិនបានចូលក្របខ័ណ្ឌឬមួយក៏បន្តបានតែត្រឹមណាក៏ដោយប៉ុន្តែនៅតែព្យាយាមលះបង់គ្រប់បែបយ៉ាងដើម្បីឲ្យសិស្សានុសិស្សមានគំនិតល្អជួយខ្លួនឯងបានទៅមុខបងយើងជួយគិតអត់បានដល់ថ្នាក់ទី7ទី8ទេយើងជួបគិតមួយឆ្នាំ2ឆ្នាំក៏ដោយប៉ុន្តែចង់ឲ្យគិតមានកែអរិយាប័ត្រពីអាក្រក់មកល្អកែពីទម្លាប់ធ្វើខុសមកធ្វើត្រូវហ៎បងព្រោះសង្គមយើងសង្គមគ្រួសារបរិយាកាសនៅក្នុងសង្គមបរិយាកាសនៅក្នុងគ្រួសារបរិយាកាសនៅក្នុងសាលាគឺត្រូវតែទាញគ្នាចូលបង Without passing the national recruitment exam, there is no guarantee path forward. While she can continue trying, age restriction may eventually close that door. Yet her determination remains unwavering. If teaching is no longer possible, she will find another way to serve whether through education, volunteer work, or any other role that allow her to guide and support young people. Chandriya is committed to making a difference.
Because of her, helping others is not simply a career choice, it is a lifelong calling.